នឹងសភនភាពបាទនៅលើផ្ទៃទឹករួមនឹងការរចនាបទទៅតាមទូកនីមួយៗចំណុះទូករួមនឹងគេហៅថាឯកសណ្ឋានបាទដ៏ស្រស់បាទបង្ហាញអំពីបាទសភនភាពនៅក្នុងការតាក់ទាញដល់គណៈកម្មការបច្ចេកទេសដែលអាចនិយាយបានថាការបណ្ណាំងយកល្បឿនជាលទ្ធផលមួយបាទការតុបតែងរចនាបទទៅលើទូកគឺជាការស្វែងរកនៅការទទួលបានការចាប់អារម្មណ៍គណៈកម្មការវាតម្លៃជាលីពីមួយទៀតបាទនេះហើយគឺជាទូកដែលល្អឯករបស់យើងនៅក្នុងពិធីដ៏វិសេសវិសាលនៃពិធីប្រាំងទូកក្នុងព្រះរាជពិធីបុណ្យថ្ងៃទី2នេះយើងខ្ញុំជាក្រុមអត្ថាធិប្បាយផ្ទាល់អំពីសកម្មភាពទូកបណ្ណាំងសូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុតជូនចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីដែលលោកទាំងពីរបានធ្វើការឧបត្ថម្ភដល់ក្រុមអត្ថាធិប្បាយយើងខ្ញុំនៅថវិកាចំនួន3លានរៀលទូកគូទី96ពេលនេះឃើញថាភូមិខ្សំសុកសានសែនជ័យសេរីសុធីចាទូកនេះយើងខ្ញុំសូមធ្វើការអត្ថាធិប្បាយទៅតាមអ្វីដែលមានភាពជាក់ស្ដែងចារបងប្រគូចៅអធិការវត្តជឹមសុធីនិងលោកអភិបាលស្រុកគៀនស្វាយលោកលើសុកសានចាលោកបានធ្វើការឧបត្ថម្ភហើយក៏បានឧបត្ថម្ភដល់យើងខ្ញុំផងដែរបាទខ្សែទឹកខាងក្នុងនេះហើយគឺភូមិខ្សំសុកសានសែនជ័យសេរីសុធីជាមួយនឹងសជ័យបារមីអង្គរមានយុះចារបងសម្ដែងកលាហោមសខេងឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រទូកទាំងពីរនេះគឺមានគេឈ្មោះបោះសម្លេងដូចគ្នាឥឡូវមកប៉ាគ្នាហើយឃើញថាប្រៀបបដំប្រសងគ្នានៅឡើយទេអត់ទាន់មើលឃើញថាខ្សែទឹកខាងក្នុងឬខាងក្រៅដកទេគឺនៅទន្ទឹមគ្នាចាប់ក្បាលទន្ទឹមគ្នាល្អមែនទែនយើងមើលឃើញហើយនៅសកម្មភាពនៃបច្ចេកទេសនៃការអមបណ្ដាំងរបស់ទូកទាំងពីរនេះប្រហាក់ប្រហែលគ្នាភូមិខ្សំសុកសានសែនជ័យសេរីសុធីរបស់គ្រូចៅអធិការវត្តជឹមសុធីនិងលោកអភិបាលស្រុកលើសុកសានចាអភិបាលស្រុកហ៊ីងស្វាយនៅទន្ទឹមគ្នាចាញ់បងទិញទួចបាទទៅលើខ្សែទឹកខាងក្រៅបងបាទសជ័យបារមីអង្គរមានយុះបាទឥឡូវកំពុងដកវិញហើយនេះដកវិញហើយភូមិខ្សំសុកសានសែនជ័យមកលេងគ្នាដល់ព្រាត់មិនដឹងថាស្មើឬក៏អាចមកសកត់ទីឈ្នះទៀតបាទអាចឡើងហើយនេះឡើងអត់ហ៊ានថាទេបាទទុកឲ្យយើងខ្ញុំសូមទុកនីតិនេះជូនគណៈកម្មការ